តើលោកអ្នកដឹងទេពេលនេះលោកអ្នកអាចសុំផ្លាស់ប្ដូរឈ្មោះលើវិក័យប័ត្របានដោយងាយស្រួលជាមួយកម្មវិធី EACF ដើម្បីស្នើសុំផ្លាស់ប្ដូរលោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី EACF ដោយផ្ទាំងខាងមុខលោកអ្នកនឹងឃើញមុខងារសេវាកម្មបន្ទាប់មកចុចលើមុខងារសេវាកម្មហើយចុចលើបដូរព័ត៌មានទូទៅសូមធ្វើការជ្រើសរើសគណនីបានភ្ជាប់ដែលលោកអ្នកចង់ស្នើសុំប្ដូរឬកែឈ្មោះបន្ទាប់មកចុចយល់ព្រមត្រង់ចំណុចជ្រើសរើសប្រភេទស្នើសុំសូមជ្រើសរើសបដូរឈ្មោះអតិថិជនឬកែតម្រូវឈ្មោះរួចចុចលើប៊ូតុងបន្តសូមបញ្ចូលកូដនាមនិងនាមថ្មីសូមបំពេញលេខទូរស័ព្ទទំនាក់ទំនងសូមបញ្ចូលមូលហេតុនៃការស្នើសុំសូមបញ្ចូលឯកសារភ្ជាប់សំខាន់ៗដូចជាលិខិតបញ្ជាក់របស់គុំសង្កាត់និងអត្តសញ្ញាណប័ណ្ណរបស់អ្នកស្នើសុំដើម្បីភាពងាយស្រួលចំពោះការភ្ជាប់ឯកសារលោកអ្នកអាចថតពីកម្មវិធីផ្ទាល់ឬអាប់ឡូតជារូបភាពឬជាហ្វាយក៏បានរួចចុចលើប៊ូតុងស្នើសុំលោកអ្នកក៏អាចធ្វើការស្នើសុំផ្លាស់ប្ដូរអាសយដ្ឋានបានផងដែរដោយអនុវត្តតាមវិធីដូចដែលបានបង្ហាញខាងលើគ្រាន់តែផ្លាស់ប្ដូរប្រភេទស្នើសុំទៅជាកែតម្រូវអាសយដ្ឋានបន្ទាប់មកបញ្ចូលព័ត៌មាននិងភ្ជាប់ឯកសារចាំបាច់តាមការកំណត់របស់កម្មវិធីក្រោយពេលលោកអ្នកស្នើសុំជោគជ័យហើយអ្នកគ្រប់គ្រងអគ្គិសនីនឹងពិនិត្យព្រមទាំងបន្តនីតិវិធីលើសំណើរបស់លោកអ្នកតាមគោលការណ៍កំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជាលោកអ្នកក៏អាចតាមដានសំណើរបស់ខ្លួនលើកម្មវិធី EACF បានផងដែរដោយចូលទៅកាន់មុខងារសេវាកម្មបន្ទាប់មកចុចលើសំណើរបស់ខ្ញុំនោះកម្មវិធីនឹងបង្ហាញអំពីដំណើរការនៃការស្នើសុំរបស់លោកអ្នកម្យ៉ាងទៀតកម្មវិធីនឹងផ្ញើសារជូនដំណឹងរាល់ដំណើរវិវត្តនៃសំណើរបស់លោកអ្នក